បញ្ឈប់ពាក្យថាចង់ញ៉ាំទុរេននឹកដល់ទឹកដីកំពតបដូរមកវិញចង់ញ៉ាំទុរេននឹកដល់ទឹកដីឃុំកែផុសគោរពជំរាបសួរពុកម៉ែបងប្អូននិងប្រជាកសិករទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាការប្រមូលផលទុរេនដែលកំពុងតែលាតសន្ធឹងលើផ្ទៃដី13ហិកតាក្នុងភូមិសាស្ត្រឃុំកែផុសនិយាយពីទុរេនកែផុសប្រហែលជាបងប្អូនតាមបណ្ដាខេត្តមិនទាន់ធ្លាប់ទទួលទានស្រូបយកនៅរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃទុរេននេះនៅឡើយទេតែសម្រាប់បងប្អូនដែលរស់នៅទីក្រុងភ្នំពេញអ្នកដែលជា fan របស់ចម្ការខ្មែររបស់លោកអ៊ុំអុកញ៉ាម៉ុងរិទ្ធីច្បាស់ជាធ្លាប់ស្រូបយកនៅរសជាតិទុរេនធម្មជាតិដ៏ឈ្ងុយឆ្ងាញ់ចេញពីទឹកដីដ៏មានជីជាតិរបស់ឃុំកែផុសតែម្ដងខណៈពេលនេះដែរខ្ញុំបាទជាមន្ត្រីកសិកម្មឃុំកំពុងមានវត្តមានក្នុងចម្ការរបស់លោកអ៊ុំអុកញ៉ាម៉ុងរិទ្ធីដើម្បីផ្ដិតយករូបភាពជាក់ស្ដែងពីការប្រមូលផលទុរេនជូនពុកម៉ែបងប្អូនទស្សនាគួរបញ្ជាក់ផងដែរថាចម្ការទុរេនរបស់លោកអ៊ុំអុកញ៉ាម៉ុងរិទ្ធីនេះចាប់ផ្ដើមប្រមូលផលចាប់ពីចុងខែមិនិនាមកម្លេះបើគិតមកដល់ពេលនេះគឺមានរយៈពេល3ខែរួចមកហើយដូច្នេះទុរេនគឺបានបេះលក់អស់ប្រមាណជាង20តោនរួចហើយខ្ញុំបាទមកថតបង្ហាញនេះគឺនៅសល់តែផ្លែបន្តិចបន្តួចប៉ុណ្ណោះព្រោះជាពេលវេលាចុងរដូវប្រមូលផលខ្ញុំភ្លេចប្រាប់បងប្អូនថាក្នុងចម្ការ13ហិកតានេះមានដំណាំទុរេនប្រមាណជាង1200ដើមហើយដើមដែលអាចប្រមូលផលបានគឺមានប្រមាណជាង600ដើមក្នុងនោះមានដំណាំទុរេនប្រភេទម៉ាន់ថងឪខៈនិងសូនីបច្ចុប្បន្នក្នុងឆ្នាំនេះចម្ការរបស់លោកអ៊ុំប្រមូលផលបានប្រហែល30តោនតែប្រសិនបើឆ្នាំក្រោយមិនយាយីដោយសារជំងឺឬគ្រោះធម្មជាតិទេចម្ការលោកអ៊ុំនឹងអាចកើនទិន្នផលដល់40តោនព្រោះមានដើមជាច្រើនដែលទើបនឹងគ្រប់អាយុផ្លែនៅឆ្នាំក្រោយទុរេនជាដំណាំដែលបង្កើនប្រាក់ចំណូលបានច្រើននិងមានទីផ្សារខ្ពស់ក៏ប៉ុន្តែជាប្រភេទដំណាំដែលពិបាកក្នុងការថែទាំព្រមទាំងថ្នាំការពារសត្វល្អិតឬក៏ជំងឺរបស់ទុរេននេះមានតម្លៃថ្លៃជាសារចុងក្រោយនៃវីដេអូនេះខ្ញុំសូមឲ្យពុកម៉ែបងប្អូននិងប្រិយមិត្តដែលចូលចិត្តញ៉ាំទុរេនជួយចែករំលែកនៅវីដេអូនេះដើម្បីជាការលើកស្ទួយផលិតកម្មកសិកម្មក្នុងភូមិស្រុកយើង